មេរៀនទី7ការប្រាប់ព័ត៌មានផ្ទាល់ខ្លួនកំហាត់ចូលចាប់ដៃគូសន្ទនាគ្នាដោយប្រាប់ពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឲ្យបានច្បាស់លាស់ឥឡូវចាប់ដៃគូមានតែប៉ាហើយកូននេះ2នាក់ណាអញ្ចឹងកូនឯងសន្ទនាមុនប្រាប់ព័ត៌មានកូនឲ្យប៉ាហើយចាំប៉ាប្រាប់ព័ត៌មានប៉ាទៅឲ្យកូនស្ដាប់វិញតោះចាប់ដើមសួស្តីខ្ញុំឈ្មោះកុំភេទខ្ញុំមានអាយុ8ឆ្នាំខ្ញុំរៀននៅថ្នាក់ទី4កនៃសាលាបឋមសិក្សាផ្ទុយវ័យផ្ទះខ្ញុំនៅភូមិស្វាយសង្កាត់ចេកក្រុងស្វាយរៀងខេត្តអីខេត្តស្វាយខេត្តស្វាយរៀងសួស្តីខ្ញុំឈ្មោះកុងសារឿនខ្ញុំជាគ្រូបង្រៀននៅសាកលវិទ្យាល័យស្វាយរៀងផ្ទះរបស់ខ្ញុំនៅភូមិស្វាយសង្កាត់ចេកក្រុងស្វាយរៀងខេត្តស្វាយរៀងខ្ញុំដល់ម៉ោងទៅធ្វើការហើយជំរាបលាថ្ងៃក្រោយជួបគ្នាសុខសប្បាយតាមផ្លូវបើខ្ញុំលាសិនហើយខ្ញុំទៅផ្ទះសម្លាក់តិចទៀតសូមជួបគ្នាមួយសារទៀតgood